សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូមួយតាក់ទងជាមួយទៅនឹងបច្ចេកទេសបង្រៀនដែលមានឈ្មោះថា differentiated instruction ខ្ញុំចាប់អារម្មណ៍ទៅលើវីដេអូនេះដោយសារតែខ្ញុំមើលឃើញថាភាគច្រើននៅពេលដែលគេនិយាយអំពី differentiated instruction គេតែងនិយាយថាវាសម្រាប់ថ្នាក់ភាសាដូចជាថ្នាក់ភាសាអង់គ្លេសជាដើមដែលកូនសិស្សគឺគាត់មានសមត្ថភាពមិនចូលគ្នាជាពិសេសនៅក្នុងសាលារដ្ឋផ្ទាល់ដោយសារតែគាត់បែងចែកទៅតាមកម្រិតគឺទៅតាមកម្រិតថ្នាក់ភាសាខ្មែររបស់គាត់ប៉ុន្តែអត់បានបែងចែកទៅតាមកម្រិតភាសាអង់គ្លេសទេចឹងហើយគេជឿជាក់ថា difference attention ហ្នឹងសម្រាប់ទៅថ្នាក់ភាសាប៉ុន្តែនេះជាការយល់ច្រឡំដ៏ធំបំផុតពីព្រោះបច្ចេកទេស difference attention នេះគឺសំដៅចំពោះទៅកាន់ការប្រើប្រាស់វាទៅកាន់ការបង្កើតនៅ inclusive education ចំពោះ inclusive education ពាក្យខ្មែរយើងគេហៅថាបរិយាបន្ននៃការអប់រំបរិយាបន្ននៃការអប់រំឬក៏ហៅថា inclusive education គឺមានបំណងដែលមានន័យថារួមបញ្ចូលអ្នករៀនទាំងអស់គ្នាឲ្យគាត់ទទួលបានការអប់រំដែលមានប្រសិទ្ធភាពមួយអញ្ចឹងដូចជាក់ស្ដែងអ្នកទាំងអស់គ្នាអាចឃើញនៅក្នុងរូបនេះដែលអ្នកទាំងអស់គ្នាឃើញដែលគេនិយាយរូបភាពនេះដែលមនុស្សជាច្រើនគេនឹងនិយាយថាដើម្បីភាពស្មើគ្នាចឹងគេសាងលបងនេះគឺស្មើគ្នាចឹងទៅគឺគេអត់ឲ្យមាន support អីទេគឺស្មើគ្នាប៉ុន្តែអ្នកនរគ្នាឃើញបរិអង្គុយលើអត្តេសនេះគឺគាត់អាចមើលអឺឃើញនៅផ្នែកម្ខាងទៀតទេដូចក្មេងស្រីនេះគាត់ទៀបពេកគាត់អាចមើលឃើញនៅផ្នែកម្ខាងទៀតដែរប៉ុន្តែដើម្បីឲ្យមានន័យថាមនុស្សគាត់អាចអឺមើលឃើញនៅផ្នែកម្ខាងទៀតហ្នឹងគេត្រូវការបង្កើតនៅការsupport ទៅកាន់គាត់មិនថាជួយគាត់ចឹងក៏គេដោយបរិបទដែលគាត់ជិះអាតេសនេះគេបង្កើតឲ្យមានជំរាលដើម្បីអាតេសគាត់រុញឡើងទៅហើយធ្វើឲ្យខ្ពស់ទៅគាត់អាចមើលឃើញម្ខាងទៀតបានក្មេងស្រីនេះគេបង្កើតជាដើរគាត់ឡើងមកទៅឲ្យសមនឹងកម្ពស់គាត់ទៅគាត់អាចមើលឃើញម្ខាងទៀតបានប៉ុន្តែការធ្វើបែបនេះគឺវាជួយពួកគាត់បានហើយប៉ុន្តែមិនន័យថាពួកគាត់ត្រូវការមានការជួយរៀងរាល់ពេលដែលគាត់ចង់មើលទៅខាងក្រៅលបងនឹងឬគាត់ចង់ធ្វើអីមួយចឹងมันគេនិយាយទៅដល់ចំណុចទីរូបភាពទី3នេះមិនន័យថានៅពេលដែលយើងធ្វើអីមួយយើងត្រូវគិតទៅដល់មនុស្សគ្រប់រូបចឹងនៅពេលដែលយើងធ្វើលបងហ្នឹងយើងគួរតែធ្វើលបងដែលគេអាចមើលឃើញអញ្ចឹងទៅយើងរួមបញ្ចូលមនុស្សគ្រប់រូបនៅពេលដែលយើងធ្វើអីមួយចឹងដែលគេហៅ inclusive នឹងឯងinclusive អញ្ចឹងត្រឡប់មក inclusive education ឬក៏ហៅថាបរិយាបន្ននៃការអប់រំមានន័យថាយើងចង់ធ្វើឲ្យកូនសិស្សយើងគ្រប់រូបទទួលបានការអប់រំដូចគ្នាណាអញ្ចឹងនៅក្នុងហ្នឹងឧទាហរណ៍ថាខ្ញុំសូមលើកអំពី inclusive education បន្តិចឧទាហរណ៍ថាកូនសិស្សយើងគាត់មាននៅ ADHD ដែលមានន័យថាគាត់មានការយកទៅដាក់ទាបហើយឬក៏កូនសិស្សយើងគាត់មាន dyslexia ដែលមានន័យថាគាត់ពិបាកក្នុងការអាននិងការសរសេរអញ្ចឹងសំណួរសួរថាពួកគាត់អញ្ចឹងយើងគួរតែបង្កើតសាលាអប់រំពិសេសឲ្យពួកគាត់គ្រាន់តែឧទាហរណ៍ដូចកូនសិស្ស ADHD គ្រាន់តែមានការយកចិត្តទុកដាក់ទាបហើយយើងត្រូវចំណាយលុយបង្កើតសាលារៀនមួយផ្សេងទៀតសម្រាប់ពួកគាត់កូនសិស្ស dyslexia ដែលគាត់ពិបាកក្នុងការអានសរសេរយើងត្រូវបង្កើតសាលារៀនមួយទៀតសម្រាប់ពួកគាត់តែអ្នកនរគ្នាមិនធ្លាប់គិតទេថាអ្នកនរគ្នានឹងធ្វើឲ្យលុយខ្ទង់ចំណាយកាន់តែច្រើនឡើងដើម្បីតែបង្កើតសាលាមួយដែលគេហៅថា special school សាលាពិសេសអញ្ចឹងជាទូទៅនៅពេលដែលយើងនិយាយដល់ inclusive education ដែលយើងមានន័យថារួមបញ្ចូលសិស្សគ្រប់រូបនៅក្នុងសាលារៀនតែមួយហ្នឹងគឺគេតែងតែយល់ថាវាចំណាយខ្ពស់ពីព្រោះយើងត្រូវធ្វើឲ្យមាន accessible ធ្វើឲ្យសាលារៀនយើងហ្នឹងអាចកូនសិស្សអាចអាស្រ័យប្រើប្រាស់បានយើងត្រូវការគ្រូជំនាញមកជួយកូនសិស្ស special need ទាំងអស់ហ្នឹងតែការពិតជាការយល់ច្រឡំនៅក្នុង research ជាក់ស្ដែង inclusive education គឺ save budget មិនថា save លុយច្រើនជាងការបង្កើតនៅសាលា special school មួយផ្សេងទៀតអញ្ចឹងមែនតើដើម្បីបង្កើត inclusive education បានគ្រូត្រូវមានបច្ចេកទេសហើយបច្ចេកទេសមួយក្នុងចំណោមនោះដែលគេតែងតែលើកឡើងនិយាយក្នុងការរុញច្រានឲ្យ inclusive education កើតឡើងគឺ differentiated instruction នឹងឯងចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាដូចមើលនៅក្នុងរូបនេះគេថាដើម្បីការប្រឡងដែលមានន័យថាឲ្យស្មើភាពតោះនាំគ្នាឡើងដើមឈើអញ្ចឹងរូបភាពមួយនេះដូចអ្នកនរគ្នាឃើញហើយគឺមានបក្សីមានស្វាមាន penguin មានដំរីមានត្រីមានភេមានឆ្កែអញ្ចឹងដូចនៅក្នុងឃ្លានេះគេនិយាយចឹងមនុស្សគ្រប់រូបគាត់សិតតែមានសមត្ថភាពផ្សេងគ្នាប៉ុន្តែបើសិនជាយើងកាត់ក្តីឲ្យត្រីឡើងដើមឈើវានឹង
ជឿជាក់ថាមួយជីវិតរបស់វាហ្នឹងគឺល្ងងចឹងដូចគ្នាទៅកាន់កូនសិស្សយើងវិញព្រោះគាត់មានសមត្ថភាពខុសគ្នាគាត់មានលទ្ធភាពខុសគ្នាអញ្ចឹងបើសិនជាយើងឲ្យប្រព័ន្ធអប់រំយើងមានថាមានវិធីសាស្ត្របង្រៀនតែមួយយើងមានការប្រឡងតែមួយអញ្ចឹងគាត់អត់អាចទៅរួចដូចត្រីហ្នឹងអញ្ចឹងគឺគាត់អត់អាចឡើងដើមឈើរួចទេអ្នកនរគ្នាអាចហៅវាថាដើម្បីយុត្តិធម៌ប៉ុន្តែវាមិនមែនទេពិតវាមិនបានយុត្តិធម៌សម្រាប់សត្វត្រីទេព្រោះគាត់អាចឡើងដើមឈើបានអញ្ចឹងខ្ញុំក៏ចង់ឲ្យអ្នកនរគ្នាមើលរូបភាពនេះគឺជារូបភាពដែលយើងអាចមើលឃើញថាជាថ្នាក់រៀនរបស់យើងរាប់សិបទសវត្សរ៍មកហើយនេះដែលគេតែងតែថាគ្រូគាត់នៅខាងមុខចឹងទៅកូនសិស្សទាំងអស់គឺគាត់អង្គុយស្ដាប់គ្រូចឹងទៅហើយគេមានន័យថា activity វិញគឺដូចគ្នាទាំងអស់បើកូនសិស្សមួយថ្នាក់ហ្នឹងបើគាត់ព្រៀនគណិតវិទ្យាឲ្យធ្វើលំហាត់គណិតវិទ្យាប្រកបណាស់ថាលំហាត់មួយហ្នឹងគឺសម្រាប់សិស្សគ្រប់គ្នាគ្រប់រូបសិស្ស30នាក់ធ្វើលំហាត់នឹងទាំង30នាក់ចឹងយើងក៏លេចមកមើលរូបភាពនេះវិញនេះជារូបភាព differentiated classroom ចឹងសម្រាប់ differentiated classroom វិញមិនន័យថាយើងបែងចែកកូនសិស្សទៅតាមសមត្ថភាពរបស់គាត់ទៅតាមចំណង់ចំណូលចិត្តរបស់គាត់អត់អញ្ចឹងយើងធ្វើឲ្យគាត់រៀនគឺមានស្ថានភាពផ្សេងគ្នាណាអ្នកអាចឃើញកូនសិស្សម្នាក់នេះគឺគាត់រៀនម្នាក់ឯងហើយកូនសិស្សមួយក្រុមនេះគាត់រៀនជាមួយនឹងគ្រូហើយកូនសិស្សមួយក្រុមនេះគឺគាត់មានតែគ្នាគាត់អត់មានគ្រូជួយគាត់ទេចឹងអ្នកនរគ្នាមើលឃើញគឺមានន័យថាអ្វីដែលបានបង្កើតឡើងនោះគឺមានភាពខុសគ្នាអញ្ចឹងខ្ញុំសួរវិញថាតើវាអាចទៅរួចទេសម្រាប់អឺសាលារៀននៅក្នុងប្រទេសកម្ពុជាយើងខ្ញុំថាវាអាចទៅរួចចឹងដើម្បីឲ្យ differentiated instruction ដំណើរការទៅបានដំបូងបំផុតគឺយើងត្រូវស្គាល់សិស្សរបស់យើងត្រូវស្គាល់អំពីចំណង់ចំណូលចិត្តគាត់យើងត្រូវស្គាល់អំពីសមត្ថភាពគាត់ជំនាញគាត់ដើម្បីឲ្យយើងនឹងអាចបង្កើតមេរៀនមួយដែលវាស័ក្តិសមជាមួយទៅនឹងគាត់អញ្ចឹងដើម្បីស្គាល់កូនសិស្សយើងបានយើងចំណុចសំខាន់ដែលខ្ញុំចូលចិត្តក្នុងការកត់សម្គាល់កូនសិស្សហ្នឹងគឺ teacher observation គឺយើងសង្កេតទៅលើកូនសិស្សយើងសង្កេតការរៀនរបស់គាត់សង្កេតទៅលើចំណង់ចំណូលចិត្តរបស់គាត់យើងក៏អាចផ្ដោតទៅលើការជជែកគ្នារបស់គាត់មិនថាយើងអាចស្ដាប់ពីការជជែកគ្នារបស់គាត់យើងអាចបង្កើតជាសំណួរសួរទៅកាន់គាត់យើងអាចធ្វើនៅគេហៅcheck student prior knowledge បើថាយើងអាចធ្វើ quiz ឬក៏យើងអាចធ្វើ formative assessment ផ្សេងដូច KWL chart concept map ដល់ពេលដែលយើង check នៅ student knowledge របស់យើងហើយយើងអាចដឹងថាអូអ្នកណាគាត់ដឹងប៉ុណ្ណាអ្នកណាគាត់ចេះប៉ុណ្ណាហើយយើងអាចដឹងថាយើងត្រូវបង្កើតមេរៀនមិនយើងអាចធ្វើតាមរយៈ survey តាមរយៈ feedback តាមរយៈការងាររបស់កូនសិស្សអញ្ចឹងឬក៏តាមរយៈការជួបសិស្សផ្ទាល់ជួបអាណាព្យាបាលផ្ទាល់អញ្ចឹងយើងនឹងអាចដឹងថាតើកូនសិស្សយើងហ្នឹងគាត់សមត្ថភាពគាត់មិនចំណង់ចំណូលចិត្តគាត់មិនតើគាត់មានបញ្ហាអគេហៅspecial need អត់ឧទាហរណ៍ដូចជាតើគាត់មាន ADHD អត់តើគាត់មាន dyslexia អត់តើគាត់អាចមាន autism អត់ចឹងតែសំណួរសួរថាហេតុអីបានជាយើងត្រូវស្គាល់សិស្សរបស់យើងដើម្បីស្គាល់ព្រោះយើងត្រូវដើម្បីរៀបចំមេរៀនឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សយើងអញ្ចឹងយើងត្រូវដឹងថាតើកូនសិស្សរបស់យើងហ្នឹងគាត់ត្រូវការជួយផ្នែកអីតើមេរៀនរបស់យើងហ្នឹងវាស័ក្តិសមវាអាចត្រូវជាមួយនឹងចំណង់ចំណូលចិត្តគាត់អត់ហើយដើម្បីធ្វើ differentiated instruction បានក្រៅពីស្គាល់សិស្សចំណុចសំខាន់ទី2គឺតកតងមក classroom management classroom management គឺសំខាន់មែនទែនហើយដើម្បីឲ្យមាន classroom management ល្អគឺយើងត្រូវ train កូនសិស្សរបស់យើង train តាំងពីរបៀបធ្វើការងារជាក្រុម train គាត់តាំងពីការដែលគាត់អាចធ្វើការងារដែលឯករាជ្យបានហើយយើងត្រូវរៀបចំកន្លែងអង្គុយរបស់គាត់ផ្សេងទៅនៅពេលដែលយើងមាន code classroom management ហើយគឺយើងអាចជួយកូនសិស្សយើងបានច្រើនចឹងអឺចឹងបន្តមកទៀតតើstrategy របស់ differentiated instruction មានអីគេខ្លះចឹងខ្ញុំសូមបង្ហាញអឺនេះជា strategy មួយគឺមានន័យថាយើង provide student different task ខ្ញុំសូមបញ្ជាក់បន្តិចនៅក្នុង differentiated instruction នៅពេលដែលគេមានការយល់ច្រឡំមួយទៀតគឺគេមិនន័យថាកូនសិស្សខ្ញុំ30នាក់អញ្ចឹងខ្ញុំរៀប activity 30សម្រាប់កូនសិស្ស30នាក់ខុសគ្នាមិនមែនទេមិនដល់ថ្នាក់ហ្នឹងទេមិនមែនសម្រាប់individual អញ្ចឹងទេគឺយើងបែងចែកកូនសិស្ស
ជា3ក្រុមជាទូទៅគឺបែងចែកជា3ក្រុមគឺទី1គឺក្រុមកូនសិស្សដែលគាត់មានសមត្ថភាពតាក់ទងមានន័យថាសមត្ថភាពរបស់គាត់ហ្នឹងគឺមធ្យមមានន័យថានៅលើដែលគាត់សិស្សថ្នាក់ទី11គឺគាត់កម្រិតសិស្សថ្នាក់ទី11នេះគាត់អាចធ្វើលំហាត់ធម្មតាទូទៅបានកូនសិស្សដែលគាត់ below មានន័យថាគាត់នៅក្រោមសមត្ថភាពរបស់គាត់នៅខាងក្រោមមិត្តភ័ក្តិរបស់គាត់នៅក្រោមកម្រិតថ្នាក់រៀនរបស់គាត់អញ្ចឹងគាត់នៅក្រោមហ្នឹងឬក៏យើងអាចនិយាយថាសិស្សដែលគាត់រៀនយឺតហើយនឹងកូនសិស្សដែលគាត់អឺរៀនលឿនឬក៏កូនសិស្សពូកែអញ្ចឹងយើងបែងចែកជា3ក្រុមហ្នឹងមិនថាកូនសិស្សពូកែកូនសិស្សមធ្យមកូនសិស្សខ្សោយបន្ទាប់មកគឺយើងបែងចែក activity ឲ្យគាត់ផ្សេងគ្នាទៅតាមសមត្ថភាពរបស់គាត់អញ្ចឹងកន្លែងហ្នឹង different time ហ្នឹងមិនត្រឹមទៅតាមសមត្ថភាពទេបើក៏អាចតាមចំណង់ចំណូលចិត្តដែរខ្ញុំនិយាយនឹងនិយាយនៅខាងមុខអញ្ចឹងអ្នកនរគ្នាឃើញ activity 3នេះគឺផ្សេងគ្នាអ្នកនរគ្នាឃើញកន្លែងនេះគឺខ្ញុំឲ្យជា clear ហើយខ្ញុំឲ្យគាត់បង្កើតកាន់អញនិយាយថាមេរៀននេះតើតងជាមួយនឹងការប្រើប្រាស់ will អញ្ចឹងទៅគាត់មានពាក្យនៅក្នុងនឹងហើយគាត់ត្រូវគិតថាតើ clear ហ្នឹងក៏គាត់បង្កើត will ដាក់នៅណាអញ្ចឹងយើងឲ្យពាក្យជួយទៅកាន់គាត់ហើយគាត់បង្កើតជាប្រយោគកូនសិស្សនេះគឺគាត់មិនន័យថាគឺគាត់ស្ថិតនៅក្នុងកូនសិស្សមធ្យមហើយគឺគាត់អាចបង្កើតចេញជាប្រយោគបានដែលគ្រាន់តែមើលរូបភាពអញ្ចឹងទៅអញ្ចឹងគាត់មើលរូបភាពហើយគាត់បង្កើតចេញជាប្រយោគអូដោយខ្លួនឯងដោយមិនចាំបាច់យើងបន្ថែមពាក្យជួយដល់គាត់ទេគឺគាត់អាចមានពាក្យបង្កើតចេញជាប្រយោគបានសម្រាប់កូនសិស្សប៉ាកែមិនន័យថាគាត់អាចទៅសេ text ហ្មងសេ paragraph មួយហ្មងទៅអញ្ចឹងគឺកូនសិស្សគឺយើងបែងចែកអញ្ចឹងហើយយើងក៏អាចឲ្យគាត់ឈូសទៅតាម interest របស់គាត់ដែរដូចនៅក្នុងនេះអញ្ចឹងជួនកាលទៅគឺគាត់ចង់ធ្វើអីគេ draw picture ឬក៏គាត់ចង់ perform play ឬក៏គាត់ចង់ write a song ឬក៏គាត់ចង់ write poem គាត់អាចជ្រើសរើសបានទៅតាមចំណង់ចំណូលចិត្តរបស់គាត់ហើយactivity មួយទៀតហ្នឹងគេហៅ flexible grouping flexible grouping ហ្នឹងគឺមិនថាយើងដាក់កូនសិស្សទៅតាមក្រុមហើយគឺយើងជ្រើសរើសកូនសិស្សឧទាហរណ៍ថាកូនសិស្សដូចនៅក្នុង activity ហ្នឹងកូនសិស្សបកែអេយើងពេលដែលយើងដាក់ចូលជាក្រុមយើងត្រូវដឹងថាអូក្នុងក្រុមហ្នឹងមានកូនសិស្សបកែម្នាក់គាត់នឹងជា group leader គាត់នឹង lead activity ហ្នឹងហើយកូនសិស្សដែលគាត់ on level learner ហ្នឹងគឺគាត់ជា group member គាត់គ្រាន់តែស្ដាប់ទៅតាម group leader ទេហើយសម្រាប់យើងអាចបែងចែកសម្រាប់ below level learner ហ្នឹងយើងដាក់គាត់មកក្រុមមកគាត់ធ្វើការជាមួយគ្រូអញ្ចឹងក៏នេះដែរហើយ flexible អាហ្នឹងជា activity មួយមានន័យថាពេលយើងរុញកូនសិស្សចូលក្រុមយើងត្រូវដឹងថាកូនសិស្សប៉ាកែម្នាក់នៅក្នុងក្រុមហ្នឹងត្រូវមានកូនសិស្សប៉ាកែម្នាក់ក្រៅពីហ្នឹងគឺកូនសិស្សមធ្យមដែលគាត់ជា group member អញ្ចឹងនៅពេលយើងរុញ activity ទៅគឺកូនសិស្សប៉ាកែហ្នឹងគឺគាត់ lead activity ហ្នឹងជាមួយទៅនឹងកូនសិស្សមធ្យមហើយសម្រាប់កូនសិស្សខ្សោយយើងដាក់គាត់មកក្រុមមករៀនជាមួយយើងវិញមករៀនជាមួយគ្រូវិញឬក៏យើងអាចប្រើ flexible grouping ដែលយើងអាចនឹងបែងចែកអូខេ activity ហ្នឹងយើងឃើញកូនសិស្សបកាយគាត់បកាយអញ្ចឹងគាត់ធ្វើម្នាក់ឯងទៅកូនសិស្សមធ្យមយើងដាក់គាត់ធ្វើទៅ2នាក់ទៅបានហើយដល់ពេលកូនសិស្សខ្សោយយើងអាចគាត់ធ្វើជា small group ទៅជជែកគ្នាទៅហើយយើងចាំជួយ support គាត់ទៅអញ្ចឹងនៅក្នុង flexible grouping ហ្នឹងគឺគេធ្វើអញ្ចឹងហើយនេះដូចទៅនៅក្នុងរូបភាពហ្នឹងអញ្ចឹងអ្នកនរគ្នាអាចមើលឃើញនេះកូនសិស្សខ្សោយនេះគឺគាត់រៀនជាមួយគ្រូកូនសិស្សនេះគឺគាត់បកាយគាត់រៀនម្នាក់ឯងហើយកូនសិស្ស2នាក់នេះអាចនិយាយថាគាត់មានលទ្ធភាពធ្វើទៅ2នាក់បានហើយកូនសិស្សនេះគាត់ត្រូវការមួយក្រុមហ្នឹងឯងជា flexible grouping នេះជាឧទាហរណ៍មួយនៅពេលដែលខ្ញុំបង្រៀនកូនសិស្សតាក់ទងជាមួយនឹង writing កាលហ្នឹងគឺខ្ញុំឲ្យកូនសិស្សខ្សោយដែលគាត់អាចបង្កើតសំបុត្រប្រយោគបានណាខ្ញុំដាក់គាត់មកក្រុមគឺខ្ញុំព្រៀងគាត់សរសេរប្រយោគហើយខណៈដែលកូនសិស្សនៅក្រុមផ្សេងទៀតគឺខ្ញុំត្រូវធ្វើឲ្យប្រកាសថាមានកូនសិស្សបកាយម្នាក់គាត់អង្គុយក្នុងក្រុមហ្នឹងសម្រាប់ជួយ support មិត្តភក្តិគាត់គេលើមិត្តភក្តិគាត់ត្រូវការសួរពាក្យសួរប្រយោគសួរអីអញ្ចឹងកូនសិស្សដែលនៅក្នុងក្រុមផ្សេងទៀតដែលធ្វើការមួយខ្ញុំគឺខ្ញុំឲ្យគាត់សរសេរជា paragraph សរសេរជា paragraph ហើយខ្ញុំត្រូវប្រកាសថាក្នុងហ្នឹងគឺមាន leader ម្នាក់សម្រាប់ជួយ support គាត់ក្នុងការឆ្លើយសំណួរផ្សេងក៏ដូចជាជួយ support ទៅលើ vocabulary ប៉ុន្តែពួកគាត់ធ្វើការរៀងខ្លួនទៅសេ paragraph មួយអញ្ចឹងខ្ញុំឲ្យគាត់សរសេរ paragraph ហើយខ្ញុំឲ្យ checklist ទៅគាត់នៅពេលដែលគាត់សរសេរហើយអីហើយគឺគាត់
រុញត្រឡប់មកឲ្យខ្ញុំវិញអញ្ចឹងពេលដែលចុងមកខ្ញុំគ្រាន់តែប្រមូល paragraph ហ្នឹងទេហើយខ្ញុំគឺចំណាយពេលបង្រៀនកូនសិក្សាទៅលើការសរសេរប្រយោគខណៈដែលកូនសិស្សប្រការនិងកូនសិស្សមធ្យមសរសេរ paragraph ឲ្យខ្ញុំវិញហើយយើងក៏អាចប្រើប្រាស់ group membership អញ្ចឹង group membership នៅពេលដែលយើងបញ្ចូលគាត់ជាក្រុមគឺយើងត្រូវស្គាល់កូនសិស្សយើងអាចមានវិធីសាស្ត្រមិនន័យថាធ្វើម៉េចគឺយើងដឹងពីសមត្ថភាពរបស់គាត់ចំណង់ចំណូលចិត្តរបស់គាត់អញ្ចឹងយើងអាចដាក់ក្រុមឧទាហរណ៍ថាក្រុមនេះគឺគាត់ចូលចិត្តធ្វើ role play អញ្ចឹងមួយក្រុមនេះគឺគាត់ធ្វើ role play ក្រុមនេះគឺគាត់ចូលចិត្តសរសេរចម្រៀងអញ្ចឹងមួយក្រុមនោះគាត់សរសេរចម្រៀងក្រុមនេះគាត់ចូលចិត្តdancing អីចឹងទៅឬមួយក៏គាត់ចូលចិត្តសរសេរ storytelling ឬក៏គាត់ចូលចិត្តបង្កើតវីដេអូផ្សេងៗចឹងយើងដាក់គាត់មកក្រុមទៅតាមចំណង់ចំណូលចិត្តគាត់ដែរឬក៏មិនអញ្ចឹងទេយើងដាក់កូនសិស្សប៉ាកែមកក្រុមកូនសិស្សមធ្យមមកក្រុមកូនសិស្សខ្សោយមកក្រុមហើយទៅគឺដើម្បីគាត់ជួយ support គ្នាទៅវិញទៅមកហើយយើងឲ្យ activity ខុសគ្នាក៏បានដែរឬក៏យើងមិនន័យថានៅក្នុង group membership ហ្នឹងគឺយើងអាចដាក់ធ្វើម៉េចឲ្យប្រកាសថាមានកូនសិស្សប៉ាកែម្នាក់មានកូនសិស្សមធ្យមកូនសិស្សខ្សោយមិនចូលគ្នាអញ្ចឹងមិនថាក្រុមហ្នឹងគឺយើងរើសគឺមានគោលដៅហើយយើងរើសដើម្បីអីបន្ទាប់មកយើងដាក់គាត់ចូលគ្នាមកយើងត្រូវឲ្យកូនសិស្សប៉ាកែហ្នឹងធ្វើជា team leader អញ្ចឹងនៅពេលដែលយើងធ្វើ group membership បែបហ្នឹងគឺយើងមានគោលដៅហើយច្បាស់លាស់យើងស្គាល់បើកូនសិស្សរបស់យើងហើយយើងដាក់ដោយមានគោលដៅថាយើងចង់បានអីហើយយើងដាក់កូនសិស្សរបៀបម៉េចអញ្ចឹងយើងអត់ random ទេយើងអត់ random ក្នុងការ select team ឲ្យគាត់ទេហើយក្រៅពីប្រើ activity ទាំងអស់ហ្នឹងនៅពេលបច្ចុប្បន្ននេះយើងដឹងហើយគឺយើងមាន technology អញ្ចឹងសម្រាប់ថ្នាក់ភាសាអង់គ្លេសជាពិសេសទៅលើ reading គឺយើងអាចឲ្យគាត់ចូលអាននៅក្នុង app ទាំងនេះសម្រាប់ Kid A to Z app reading របស់វាគឺត្រូវការបង់លុយប៉ុន្តែសម្រាប់ app Hack វាជា app មួយ free បើសិនអ្នកនរគ្នាចាប់អារម្មណ៍ app Hack អ្នកនរគ្នាអាចវាយតាម website នេះហើយចូលទៅសាកល្បងចូលទៅក្នុង website app Hack មើលទៅ website app Hack នេះគឺជា app មួយដ៏ល្អដែលវា free ហើយវាមាន level ឲ្យកូនសិស្សអានទៀតចឹងអ្នកនរគ្នាក៏អាចឲ្យកូនសិស្សអានតាម level របស់គាត់ដោយការប្រើប្រាស់ ICT ជួយនៅក្នុង reading ហើយខ្ញុំគិតថាបើសិនអ្នកនរគ្នាអាចធ្វើ research អាចសិក្សាបន្ថែមទៀតប្រហែលជាមាន technology ផ្សេងទៀតដោយសារឥឡូវយើងមាន AI មានអីច្រើនហើយអាចជួយយើងក្នុងការរៀបចំឯកសារក្នុងការប្រើ difference attention instruction ខ្ញុំសូមនិយាយបន្តិចនៅពេលដែលខ្ញុំទៅរៀននៅអូស្ត្រាលីខ្ញុំអាចទទួលស្គាល់បានថា difference attention instruction គឺមានការលំបាកខ្លាំងដែលគ្រូជាច្រើនគឺគាត់អត់ចង់ធ្វើទេព្រោះវាត្រូវការ well prepare in advance វាត្រូវការយើងបង្កើតសម្ភារៈសិក្សាបង្កើតអីផ្សេងយើងរៀបចំសិស្សរៀបចំអីយើងត្រូវតែគឺ very well prepare in advance អញ្ចឹងសូម្បីតែនៅអូស្ត្រាលីផ្ទាល់ក៏មិនប្រកាសថាគ្រូគេប្រើ difference attention instruction ដែរដោយសារតែវាមានភាពលំបាកខ្លាំងប៉ុន្តែ difference attention instruction ហ្នឹងគេក្នុងគោលបំណងធំបំផុតហ្នឹងគឺជួយ support សិស្សឲ្យឈានទៅកាន់ inclusive education នឹងឯងហើយដល់ឡែកនៅស្រុកខ្មែរយើងផ្ទាល់វិញអ្វីខ្ញុំឃើញភាគច្រើនគឺមានការយល់ច្រឡំច្រើនហើយគាត់យល់ថា difference attention instruction ហ្នឹងសម្រាប់តែថ្នាក់ភាសាអង់គ្លេសទេតែការពិតទៅ difference attention instruction គឺសម្រាប់គ្រប់ថ្នាក់ទាំងអស់ហើយសម្រាប់ប្រើប្រាស់រុញច្រានក្នុងការជួយ support ការសិក្សារៀនសូត្ររបស់កូនសិស្សជាពិសេសគឺរុញច្រានទៅកាន់ inclusive education នឹងឯងខ្ញុំសូមអរគុណវីដេអូខ្ញុំសូមចប់ត្រឹមតែប៉ុណ្ណេះ